ឥឡូវយើងមកមើលមាស long term ដូចខ្ញុំបញ្ជាក់កាលពីប្រហែលថ្ងៃមុនចាំវាបែកដោយសារវានៅក្នុងចន្លោះ range ជាងនេះ time frame daily រូបភាពធំណារូបភាពធំអញ្ចឹងយើងចាំវាបែកនៅចន្លោះហ្នឹងឥឡូវយើងយកទៅហ្នឹងមកឥឡូវវាបែកទៅលើណាយើងវាបែកទៅលើមិនអញ្ចឹងបើវាបែកទៅលើ key zone បន្ទាប់គឺនៅកន្លែងនេះណាគឺនៅកន្លែងនេះអញ្ចឹងដូចខ្ញុំបញ្ជាក់តើដោយតរដងអញ្ចឹងវាអត់ប្រកាសថាវាមកដល់ហ្នឹងវាឡើងទៅវិញនេះវាអាចជា fake វាអាចជា fake ហើយវាអាចបន្តចុះមកទៀតក៏ថាបានដែរប៉ុន្តែបើយើងដើរតាមយុទ្ធសាស្ត្រសូនហ្នឹងគឺដាច់ខាតយើងត្រូវតែចាំមើល confirm អញ្ចឹង confirm យើងមើលក្នុង time frame ណាគឺយើងមើលក្នុង time frame 1ម៉ោងដោយសារយើងមើល key zone នេះក្នុង time frame daily អញ្ចឹងមើល time frame 1ម៉ោងណាមើល time frame 1ម៉ោងបើសិនជាវាឡើងទៅដល់វាឡើងទៅហើយវាឡើងយឺតវាអាចចុះមកវិញណាវាអាចចុះមកវិញវាអាចមាន key zone ព្រោះបើវាមក pull back វានឹងបង្កើត key zone នៅនេះណាឧទាហរណ៍វាចុះមកវិញមកប៉ះនេះវានឹងមាន key zone កន្លែងហ្នឹងមួយប៉ុន្តែ key zone ហ្នឹងគឺជា key zone ប្រឆាំងលំហូរអញ្ចឹងសម្រាប់ខ្ញុំអត់យកហើយក៏ខ្ញុំ recommend ឲ្យអ្នកនរគ្នាប្រកាន់ភ្ជាប់តែ key zone មួយបានដែរណាបើយើងយកប្រឆាំងលំហូរគឺយើងយកប្រឆាំងលំហូរទៅបើយើងយក swap គឺយើងយក swap ទៅកុំយកទាំង swap យកទាំងលំហូរក្នុងពេលតែមួយដូចខ្ញុំបញ្ជាក់អញ្ចឹងគឺវាធ្វើឲ្យប៉ះពាល់ការវិភាគរបស់យើងពេលខ្លះវាមានអារម្មណ៍ថាវាស្មុគស្មាញណាអូខេអញ្ចឹងនេះយើងមកអាប់ដេតមាសតពីថ្ងៃមុនអញ្ចឹងបើវា pull back មកវិញពីថ្ងៃទៀតណាអាចថ្ងៃហ្នឹងឬស្អែកឬក៏កាន់ស្អែកអញ្ចឹងទៅណាអូខេហើយកុំភ្លេច join ក្នុង Telegram channel ថ្មីខ្ញុំម្នាក់មួយហង link ខ្ញុំដាក់នៅក្នុង comment ណាអរគុណ